បាយចិត្តក្នុងការចូលជួយដល់ប្រជាជនខ្មែរយើងខ្ញុំមានឱកាសទៅនៅក្រៅប្រទេសច្រើនមិត្តភ័ក្តិថាសម្រាប់ខ្ញុំ24ម៉ោងវេទនីយកទៅអាមេរិកតែខ្ញុំអត់ទៅដោយសារខ្ញុំស្រឡាញ់ប្រជាជនខ្មែរខ្ញុំជាខ្មែរខ្ញុំឈាមខ្មែរខ្ញុំចង់ជួយដល់ប្រជាជនខ្មែរទាំងអស់មនុស្សជាតិទាំងអស់ដែលជួបទុក្ខលំបាកGood. ខ្ញុំឈ្មោះតែសិលាខ្ញុំជាគ្រូ chiropractor stretching ហើយនិង deep tissue បើនិយាយភាសាខ្មែរតកតងនឹងលំហាត់ប្រាណកីឡានិងសុខភាពខ្ញុំផ្នែកសរសៃសន្លាក់ឆ្អឹងហើយនិងសាច់ដុំហើយតកតងនឹងជំនាញមួយនេះខ្ញុំមានបទពិសោធន៍ជិត20ឆ្នាំដែរខ្ញុំជាអ្នកសៀមរាបខ្ញុំមានបងប្អូន7នាក់ស្រី3ប្រុស4នាក់ប៉ុន្តែរបូតមួយហើយពីមុនខ្ញុំផ្នែក gym យើងស្រឡាញ់រាងនិងស្រឡាញ់សុខភាពណា gym វាជួយបំពាក់នៃសាច់ដុំរាងកាយយើងក្រោយមកខ្ញុំទៅហាត់ cardio មួយទៀតរួចហើយយើងទៅហាត់ stretching មានន័យថាពេលដែលខ្ញុំហាត់វិលខ្ញុំហាត់ប៉ះជាមួយនឹង stretching ជា goal មួយដែលទាញខ្ញុំមកដល់សប្តាហ៍ថ្ងៃនេះពេលដែលខ្ញុំហាត់ stretching បានដល់ goal ហើយក៏ចាប់ផ្ដើមរៀនផ្នែក chiropractor ឬក៏ therapy ឬក៏ kine យើងរៀនជាចលនាលំនាំប៉ុន្តែអ្វីទាំងអស់ដែលនាំពំមករាងកាយសរសៃឈាមដែលល្អ stretching ហ្នឹងឯងចឹងអ្នកដែលទៅរកការបង្វឹកបង្ហាត់អ្នកទៅហាត់ប្រាណសិនអ្នកមិនអ្នកគាត់ថាអ្នកល្អអីគាត់មានបញ្ហាសុខភាពហើយបានគាត់ទៅរកការហាត់ប្រាណចឹងនៅពេលដែលគាត់ទៅរកការហាត់ប្រាណគាត់ប៉ះទង្គិចជាមួយនឹងយើងហើយចឹងយើងត្រូវសួរនាំគាត់ធម្មតាគ្រូ professional ម្នាក់គាត់ត្រូវដឹងពីសុខភាពរបស់សិស្សឬក៏ភ្ញៀវរបស់គាត់ថាគាត់មានបញ្ហាអីខ្លះដើម្បី support ទៅរកគោលដៅនិងតម្រូវការចង់បានរបស់សិស្សរបស់ភ្ញៀវចឹងទៅចឹងភាគច្រើនអ្នកដែលទៅជួបនឹងគឺអ្នកមានបញ្ហាសន្លាក់សាច់ដុំសរសៃពេលខ្លះគាត់ប្រឈមមុខរហូតដល់ការវះកាត់ទៀតខ្ញុំខាត់ខ្លួនឯងច្រើនហើយខ្ញុំមើលទៅតាម YouTube ច្រើនខ្ញុំ download app ធម្មតា app វាមាន stretching ឬក៏ app ល្បីដូច Techno Gym Nike ចឹងហើយយើងយកលំហាត់ប្រាណទាំងអស់នឹងយកមកកំបាញផងក្បាច់មួយពិសេសប្លែកចឹងយើងត្រូវសិក្សាវាយើងយកវាមកហាត់យកវាមកប្រើយើងយកបញ្ចូលនៅក្នុងរាងកាយយើងហើយយើងចាប់ផ្ដើមបំបែកវាមកយើងត្រូវហាត់សិក្សាពីវាបានវាស៊ីជម្រៅខ្ញុំរៀនពីហ្នឹងមាន chiropractic therapy deep tissue stretching យើង professional body ហើយយើងទៅយក certificate លឿនមែនតើហ្នឹងតើតោងនៅ fitness អីហ្នឹងគឺ easy ហើយយើងចូលជាមួយពួកហ្នឹងវាយូរឆ្នាំហើយខ្ញុំរៀនបានច្រើនណាមួយផ្នែក online ការរៀនមិនខ្លាំងដូចទៅរៀនផ្ទាល់និងអនុវត្តផ្ទាល់ប្រចាំថ្ងៃហ្នឹងទេគាត់យើងដឹងពីបែបបត់នៃរាងកាយឈាមវិរុទ្ធនាយើងត្រូវធ្វើរបៀបម៉េចចលនាយ៉ាងម៉េចយើងត្រូវស្គាល់ពីអាហ្នឹងហើយយើងត្រូវយល់ពីវាខ្ញុំចាប់បើកទីនេះរយៈ2ឆ្នាំជាងនៅក្រោយ COVID ខ្ញុំមកភ្នំពេញមុនដំបូងខ្ញុំនៅសៀមរាបទេប៉ុន្តែមុន COVID នេះខ្ញុំទៅបើកឲ្យជនជាតិកូរ៉េនៅវៀតណាមនៅញ៉ាចាងអញ្ចឹងសិស្សខ្ញុំនៅក្នុងក៏មានច្រើនដែរក្រោយផ្ទុះ COVID មកខ្ញុំទៅត្រឡប់មកស្រុកខ្មែរវិញខ្ញុំមកគ្រប់គ្រងក្លឹបមួយនៅពេញហួតបឹងស្នោខ្ញុំគ្រប់គ្រងមួយរយៈតែខ្ញុំនឹកឃើញថាក្រុងភ្នំពេញអ្នកយល់ដឹងនៃសុខភាពច្រើនគាត់នឹងទទួលស្គាល់អ្វីដែលយើងនាំយកមកដាក់ហ្នឹងរាល់ថ្ងៃខ្ញុំមិនបានទៅ post ទៅ book ឬក៏អីទេមានតែអ្នកដែលមកតាមមាត់តគ្នាទេដែលមកដល់ទីនេះអ្នកជាម្នាក់ប្រាប់ម្នាក់ត្រាប់តគ្នាមកកន្លែងយើងមានសំណួរជាច្រើនសម្រាប់អ្នកហាត់ប្រាណមួយចំនួនគាត់គិតថាខ្ញុំទៅហាត់គ្រូនេះគ្រូនោះហាត់អានេះហាត់អានោះហាត់សពបែបយ៉ាងតែខ្ញុំនៅតែឈឺសំណួរមួយហ្នឹងដែលអត់ទាន់បានមានចម្លើយច្បាស់លាស់ហើយថ្ងៃនេះជាឱកាសល្អខ្ញុំចង់ឲ្យ tip មួយឬចែកម្លែកអ្វីដែលល្អបន្តិចបន្តួចដែលខ្ញុំបានសិក្សាស្រាវជ្រាវកន្លងមកព្រោះខ្ញុំក៏ជាអ្នកជំងឺដែរហេតុអីបានខ្ញុំបានខ្លាយប៉ុណ្ណឹងមុនយើងទៅរកការហាត់ប្រាណយើងត្រូវដឹងស្គាល់ពីសុខភាពយើងច្បាស់អ្នកមានលុយច្រើនតែគាត់យល់ដឹងពីសុខភាពគាត់ទៅ check មួយ doctor គាត់ check មួយ doctor នឹង recommend ឲ្យគាត់ហើយអាហ្នឹងគឺល្អបំផុតហើយដល់មកដល់ដៃយើងដឹងហើយ doctor គាត់ណែនាំពីបញ្ហាខ្លះយើងមានបញ្ហាខ្លះយើងត្រូវសិក្សាមួយគ្នាអញ្ចឹងយើងនឹងរកវិធីណាដើម្បីដោះស្រាយបង្ហាត់បង្រៀនគាត់ឲ្យបានល្អមិនមែនអ្នកខ្លះគាត់សុខភាពល្អគាត់ក្មេងរៀងរូវគាត់ធម្មជាតិគាត់ស្អាតគាត់ទៅហាត់មួយឆ្នាំពីរឆ្នាំចេញមក fit ចេញមក body គាត់ goal អីចឹងទៅសង្ហាស្អាតស្រស់ហើយអញ្ចឹងគាត់អាចសូមិនក៏បានដែរប៉ុន្តែកុំភ្លេចអ្នកដែលមានបញ្ហានៅសុខភាពរាងកាយហើយមានបញ្ហានុកសាច់ដុំបញ្ហាកប់សរសៃឬក៏បញ្ហាគៀប
ស្លាក់ឆ្អឹងណាមួយហើយអត់អាចជួយគាត់បានល្អគាត់អាចហាត់បានមួយផ្នែកប៉ះពាល់មួយផ្នែកអាហ្នឹងហើយជាបញ្ហាខ្ញុំចង់បកស្រាយហើយភាគច្រើនមកខាងខ្ញុំមានតែ2ដែលធ្ងន់កកហើយនឹងចង្កេះ3ទាំងខ្នងបោះដៃផុតហ្នឹងខ្នងបោះដៃផុតហ្នឹងឧស្សាហ៍កាត់ឡើងទៅលើកូនស្រីដោយសារសាច់ដុំខ្នងគាត់ខ្សោយគាត់ងាយគៀបងាយស្កត់ហើយពាក់ព័ន្ធនឹងកហ្នឹងអ្នកធ្វើការ office ច្រើនជាពិសេសហ្នឹងគាត់ប្រឈមមុខនឹងការវះកាត់ហើយប៉ុន្តែអ្នកចង្កេះទូទៅមិនថាស្រីមិនថាប្រុសជាពិសេសបុរសយើងតែម្ដងហើយខ្ញុំចង់និយាយថាអ្នកដែលឈឺចង្កេះមុនគាត់មកដល់កន្លែងយើងមិនក្រោម8ឆ្នាំទៅ10ឆ្នាំទេបានវាឲ្យសញ្ញាថាគាត់ឈឺចង្កេះគាត់ធ្វើចុករយធម្មតាក៏គាត់ដឹងដែររហូតដល់គាត់ងាកលេងកើតគាត់អង្គុយបើកឡានត្រឹម2ម៉ោង3ម៉ោងគាត់រឹងអស់ហើយអានឹងបានគាត់មកដល់យើងហើយអ្នកខ្លះអង្គុយឲ្យបានយូរទេកាហាយក៏ហល់អស់ហើយដល់ជើងដល់អីចឹងសេវារបស់យើងព្យាបាលមិនទៀមជាអីមួយទឹកសុំឲ្យគាត់មកជួបតែយើងម្ដងឬក៏5ថ្ងៃម្ដងបើគាត់ចង់ជាលឿនចឹងណាទីមួយយើងស្រួលសាច់ដុំគាត់យើងសេរីឆ្អឹងឲ្យគាត់យើងទាញតសៃឲ្យគាត់ហើយយើងអាចបង្ហាត់គាត់មួយទៀតអានឹងបានសុខភាពគាត់បានមាំមួនគ្មានគ្រូ chiropractor ណាសេរីតែឆ្អឹងឲ្យបាត់ទេតែពេលដែលសាច់ដុំវាល្មូលហើយវាទាញទៅវិញគ្មានគ្រូសាច់ដុំណាដែលចុចបំបែកសាច់ដុំឲ្យបាត់គ្មានគ្រូខ្វេះសរសៃណាដែលខ្វេះសរសៃឲ្យជាតែឆ្អឹងនឹងវាគៀបអញ្ចឹងខ្ញុំយក4ដាក់តែមួយមានន័យថា4មុខធ្វើម្ហូបមួយចានដាក់លើតុឲ្យញ៉ាំអត់មានច្រើនទេអញ្ចឹងទាំងអស់ហ្នឹងវាត្រូវដើរមួយគ្នាសរសៃសាច់ដុំឆ្អឹងស្របគ្នាអានឹងបានរាងកាយយើងបានល្អហើយបើយើងចង់ទេយើងរៀនមួយទៀត meditation តែត្រង់នឹងខ្យល់ដង្ហើមចេះប្រើខ្យល់ដង្ហើមចេញចូលស្រូបបិទបើកសួតអីកម្លាំងខ្យល់អីចឹងយើងចេះប្រើវាទៀតធ្វើឲ្យបេះដូងឈាមយើងដើរបានល្អទៀតបាទហើយមួយទៀតបើយើងពិតជាស្រឡាញ់សុខភាពរបបអាហារបើអ្នកជំងឺធ្ងន់រហូតដល់ងាកអត់រួចគាត់ឈឺរាប់ឆ្នាំ25ឆ្នាំអីគាត់រឹងខ្លាំងសេវាយ៉ាងហ្នឹង20ដងគាត់នឹងធូរស្រាលខ្លាំងមែនទេតែបើអ្នកធំឈឺ1ឆ្នាំ2ឆ្នាំគាត់មិនបាន10ដងរបូតអស់ជាស្រីទៅតែងអាសាកោសខ្យល់ញឹកញាប់កោសហើយនៅស្ទះនៅថប់នៅធុញយ៉ាងច្រើន10ដងកូនស្រីព្យាបាលលឿនជាងកូនប្រុសដោយសារប្រព័ន្ធនៃសាច់ដុំមួយចំនួនរបស់គាត់មិនសូវខ្លាំងវាឆាប់រំលាយមានអ្នក stroke ដែលយើងអាចធ្វើបានកម្រិត3អីយើងអាចជួយឲ្យគាត់មានកាយសម្បទានអាចរំញោចកម្លាំងដៃគាត់រហូតយើងបង្រៀនគាត់ឲ្យគ្រប់គ្រងខ្លួនឯងបានបែរតើគាត់មក follow មួយជើងអានឹងខ្ញុំនឹងជួយនឹងបានអ្នកខ្លះគាត់វាធ្លាក់ផាលមកជាហៀងអ្នកខ្លះគាត់គៀបករឹងងាកទាំងខ្លួនងាកអត់បានដេកទៅដូចទូកងោក៏មានដែរយើងជួបអស់ហើយខ្ញុំក៏មិនអ្នកបកែខ្ញុំក៏អត់ដែលខ្លាំងការព្យាបាលទាំងអស់ជាបទពិសោធន៍ហើយគាត់មកក៏ជាគ្រូយើងដែរហើយការដែលខ្ញុំព្យាបាលគាត់ឬធ្វើអីមួយចំពោះគាត់ហ្នឹងមិនមែនគាត់ហ្នឹងបច្ចេកទេសឬក៏ជំនាញដែលតាមមេរៀនអីទេគឺទម្លុះក្រឧបសគ្គត្រូវយកអារម្មណ៍ទៅដាក់ត្រូវសិក្សាស្វែងយល់ថាធ្វើម៉េចឲ្យអានឹងទៅកុំឲ្យវានៅត្រូវរកគ្រប់មធ្យោបាយភាគច្រើនអតិថិជនក៏ស្គាល់តាមតគ្នានឹងក្រុមដូចជាអ្នកដែលតែងមកដល់ខ្ញុំអ្នកល្បីតែផ្ទុះហ្នឹងដូចជាតាំងកំសួរមួយសំនៀងសូយ៉ា2ប៉ែនចម្រុងគាត់តែងមកពួកគាត់ដើររកសេវាព្យាបាលច្រើនហើយមកដល់ដៃយើងធ្វើដោះឲ្យគាត់បានភ្លាមគាត់សប្បាយចិត្តទៅក៏គាត់ផ្សាយពីយើងទៅនៅមានពាក់មីមួយទៀតក៏មិនបានផ្សាយពីយើងគឺគាត់មកចอยកន្លែងយើងផុតជាក៏គាត់សប្បាយចិត្តទៅតាមពិតពេលដែលយើងឈឺយើងទៅរកការហាត់ប្រាណគឺជាផ្លូវដ៏ល្អបំផុតសម្រាប់យើងតែអតិជនពីមុនមកឥឡូវភាគច្រើនអ្នកដែលមកអតិជនថ្មីមកច្រើនអតិជនចាស់ហ្នឹងក៏6ខែបានឃើញមុខម្ដងខ្លះដល់1ឆ្នាំមិនឃើញមុខម្ដងគាត់ជាគាត់អីចឹងទៅគាត់ចង់មកចាស់ body ឲ្យ relax ឲ្យខ្លួនគាត់បានស្រួលខ្ញុំសប្បាយចិត្តក្នុងការចូលជួយដល់ប្រជាជនខ្មែរយើងខ្ញុំមានឱកាសទៅនៅក្រៅប្រទេសច្រើនមិត្តភ័ក្តិថាសម្រាប់ខ្ញុំ24ម៉ោងវេទនីយកទៅអាមេរិកតែខ្ញុំអត់ទៅដោយសារខ្ញុំស្រឡាញ់ប្រជាជនខ្មែរប្រជាជនខ្មែរយើងគឺស្នាមញញឹមភាពស្មោះត្រង់ដែលខ្ញុំបានឃើញខ្ញុំជាខ្មែរខ្ញុំជាខ្មែរខ្ញុំចង់ជួយហើយខ្ញុំក៏សប្បាយចិត្តដែររាល់អង្គការឬគម្រោងអីផ្សេងគេលើកយើងទៅ charity ដើម្បីជួយសម្រួលដល់កុមារឬមនុស្សចាស់ជរាតាមតំបន់ផ្សេងខ្ញុំសប្បាយរីករាយក្នុងការជួយខ្ញុំមានគោលបំណងចង់បង្រីកអានឹងឲ្យបានទូលាយក្នុងប្រទេសកម្ពុជាយើងប៉ុន្តែខ្ញុំចង់បានសិស្សមកបង្ហាត់បង្រៀន
ខ្ញុំរៀនមិនក្រោម15ឆ្នាំនេះប៉ុន្តែខ្ញុំបដិបដាសិស្សយ៉ាងតែមួយឆ្នាំនេះសិស្សនឹងបានផលសិស្សនឹងអាចជួយអ្នកទៀតអញ្ចឹងខ្ញុំចំណាយពេល15ឆ្នាំទៅ20ឆ្នាំទ្រាំខ្ញុំបានប៉ុណ្ណឹងសិស្សខ្ញុំក្រោយតែ1ឆ្នាំ2ឆ្នាំគាត់អាចបានប្រហែលខ្ញុំអនាគតគាត់ភ្លឺស្វាងជាងអនាគតប្រជាជនខ្មែរយើងហ្នឹងក៏ល្អច្រើនជាងហ្នឹងក្នុងរយៈពេលខ្លីគោលបំណងខ្ញុំមួយនេះគឺខ្ញុំអត់មានបានយកទៅណាទេខ្ញុំចង់ជួយដល់ប្រជាជនខ្មែរទាំងអស់មនុស្សជាតិទាំងអស់ដែលជួបទុក្ខលំបាក